ដោយសារជ្រើសរើសនៅលើវិឡាកិច្ចការនេះទី1គឺម៉ូដវាថ្មីសម្រាប់ខ្ញុំថ្មីស្អាតមើលទៅពីក្រៅសាមញ្ញប៉ុន្តែចូលមកដល់ក្នុងគឺកិច្ចការនុភាពឧត្តមភាពគឺមាននៅក្នុងហ្នឹងបាទខ្ញុំបាទឈ្មោះទូចសេរូខ្ញុំឈ្មោះសឿងផាលីនខ្ញុំជាម្ចាស់ការ៉ាសេរូក្រែ8 Premium Auto សម្រាប់អារម្មណ៍ដែលយើងអាចឈានចូលមកដល់ដំបូងនេះគឺយើងមានអារម្មណ៍ថាប្លែកដែលយើងធ្លាប់ឆ្លងកាត់ទៅខាងផ្សេងច្រើនកន្លែងហើយយើងវាអត់មានអារម្មណ៍ប្លែកដូចនៅខាងគម្រោងឯកនេះទេដូច្នេះហើយធ្វើឲ្យយើងចាប់អារម្មណ៍សិនបន្ទាប់ពីការចាប់អារម្មណ៍នេះហើយយើងបន្តតាមដានរហូតដល់ផ្ទះគំរូសាងសង់ហើយបាទទៅអានេះទៅយើងមានទំនុកចិត្តយើងមើលការសាងសង់ជាក់ស្ដែងសំណង់ជាក់ស្ដែងយើងបានឃើញយើងមិនមែនថាពេលយើងមកដំបូងយើងមើលតាមប្លង់ 3D ទេរាល់ការទិញផ្ទះនីមួយៗយើងត្រូវដឹងថាគម្រោងណាក៏អាចយើងសិក្សាមើលបានដែរតែអ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍នៅនេះគឺបរិយាកាសជាពិសេសការដៃគបរបស់ខាងបរិយគឺបើកលំហតាក់ទងគ្នាខ្យល់អាកាសពន្លឺអញ្ចឹងធ្វើឲ្យយើងជាអ្នករកស៊ីអ្នកមានការងារច្រើននិងក្រុមគ្រួសារស្រឡាញ់កត្តាដែលធ្វើឲ្យយើងគិតថាទុកចិត្តនឹងទិញនៅបរិយបន្លីគម្រោងឯកនេះគឺយើងនិយាយឲ្យឆ្ងាយតិចទៅថាខ្ញុំជាអ្នករកស៊ីការ build branding នីមួយៗគឺចាប់ផ្ដើមពីចំណុច0ទៅ100ដែរអញ្ចឹងគាត់បានបោះជំហានពីគម្រោងមួយចូលមកដល់គម្រោងនេះខ្ញុំជឿជាក់ថា branding របស់គាត់នឹងឡើងគាត់នឹងធ្វើអ្វីដែលល្អសម្រាប់កន្លែងនេះដើម្បីបន្តទៅចំណុច100បានន័យថាបន្តទៅជំហានខាងមុខទៀតហើយយើងក៏បានមើលសំណង់ជាក់ស្ដែងមើលការសាងសង់របស់គាត់តាំងពីឡើងក្រោមរហូតដល់បញ្ចប់ផ្ទះគំរូនឹងដែរMaster Plan នេះយើងផ្ដោតសំខាន់ទៅលើសួននិងកន្លែងហាត់ប្រាណដែលយើងអាចចំណាយពេលបន្ទាប់ពីយើងធ្វើការហើយយើងអាចចំណាយពេលដើម្បីសុខភាពរបស់យើងបាទមិនបាច់ចេញក្រៅនៅនេះអ្វីក៏មានក្លឹបហាត់ប្រាណសួនច្រើនកន្លែង relax នៅក្នុងផ្ទះក្រៅផ្ទះគឺមានទាំងអស់ហើយបន្ទាប់ពីហ្នឹងទៅក៏គម្រោងឬគាត់ថាមានផ្សារទំនើបមានអីបន្ថែមទៀតដែរអញ្ចឹងធ្វើឲ្យជីវិតរស់នៅរបស់យើង lifestyle របស់យើងវាងាយស្រួលដោយសារជ្រើសរើសនៅលើវិឡាកិច្ចការនេះទី1គឺម៉ូដវាថ្មីសម្រាប់ខ្ញុំថ្មីស្អាតមើលទៅពីក្រៅសាមញ្ញប៉ុន្តែចូលមកដល់ក្នុងគឺកិច្ចការនុភាពឧត្តមភាពគឺមាននៅក្នុងហ្នឹងតាំងពីឈានជើងចូលមកដល់ដំបូងទាំងខាងជាន់ក្រោមជាន់ទី1ជាន់ទី2គឺកន្សឹបនីមួយៗគឺប្លែកគ្នាទាំងអស់និងស្អាតទាំងអស់ចាប់ពីជាន់ទី1ទៅក៏ប្លែកដែរបន្ទប់មេគ្រួសារគឺធំមានបន្ទប់ធ្វើការសម្រាប់យើងផ្ទាល់ខ្លួនហើយនៅមានបន្ទប់សម្រាប់កូនតូចយើងមួយទៀតឡើងទៅដល់ជាន់ទី2គឺមានបន្ទប់2បន្ថែមទៀតយើងអាចធ្វើជាបន្ទប់ក៏បានឬក៏លំហខាងលើអាចធ្វើជាកន្លែង enjoy សម្រាប់គ្រួសារយើងជុំគ្នាក៏បានដែរព្រោះមានកន្លែងលំហធំមួយអាច hall ធំមួយសម្រាប់ enjoy ជុំគ្នាគំនិតនេះគឺយើងទទួលយកហ្មងដោយសារយើងធ្លាប់មានផ្ទះច្រើនហើយគឺដូចខ្ញុំបញ្ជាក់ពីដំបូងអញ្ចឹងយើងចូលមកខាងផ្ទះបាយគឺនៅផ្ទះបាយខាងសួននៅខាងមុខអ្នកអង្គុយបន្ទប់ទទួលភ្ញៀវនេះគឺក៏ដាច់ដោយឡែកពីគ្នាអញ្ចឹងបានន័យថាតំបន់3ហ្នឹងគឺអត់អាចចូលគ្នាបានទេប៉ុន្តែគម្រោងឯងបានចំបាច់វាបញ្ចូលគ្នាដើម្បីឲ្យភាពស្និទ្ធស្នាលនៃគ្រួសារបង្កើនឡើងបាទនេះជាសារជូនដល់អតិថិជនដែលកំពុងស្វែងរកផ្ទះអញ្ជើញមកមើលបរិយាបន្លីនេះដោយសារនៅនេះគឺទីតាំងល្អជុំវិញពោពេញទៅដោយកន្លែងអភិវឌ្ឍនិងតំបន់សំខាន់ដូចជាពលានយន្តហោះផ្សារទំនើបនិងសាលារៀនជាច្រើនដែលធ្វើឲ្យជីវិតការរស់នៅរបស់យើងងាយស្រួល